ការដែលយើងដាក់ចិត្តទៅស្រឡាញ់នរណាម្នាក់ប៉ុន្តែការស្រឡាញ់នោះវាទៅបែកបាក់គ្នាទៅធ្វើឲ្យផ្លូវចិត្តរបស់គាត់ហ្នឹងគឺពិបាកនៅក្នុងការកាត់ចិត្តពីគេពិបាកនៅក្នុងការដកចិត្តពីគេមកវិញពេលខ្លះគាត់ថាដូចពិបាកផងដល់ថ្នាក់ចង់ទៅបញ្ចប់ជីវិតចង់ទៅលោតទឹកអីក៏មានដែរហេតុផលទាំងអស់នេះវាអាចថាមកពីយើងហ្នឹងដាក់ចិត្តដាក់កាយថាទៅស្រឡាញ់គេនោះដូចទៅវាលើសលប់ពេកពេលអញ្ចឹងធ្វើឲ្យផ្លូវចិត្តរបស់យើងគិតថាបើសិនជាខ្វះគេបើសិនជាអត់គេទៅវាថាពិបាកនៅក្នុងការរស់នៅនេះអូយរស់មិនកើតចង់ទៅបញ្ចប់ជីវិតចង់ទៅចងកអញ្ចឹងទៅសម្លាប់ខ្លួនអញ្ចឹងណានៅតាមដែលចិត្តរបស់យើងស្រឡាញ់គេខ្លាំងអញ្ចឹងទៅជួនកាលក៏ចិត្តតែគិតអញ្ចឹងក៏មានដែរក៏ប៉ុន្តែយើងត្រូវដឹងថាក្តីស្រឡាញ់ហ្នឹងបើកាលណាយើងមានកាន់តែច្រើនអាហ្នឹងដូចជានៅក្នុងធម៌តែបើស្រឡាញ់ខ្លាំងទុកខ្លាំងណាហ្នឹងវាជាធម្មតាតែมันបានអីដូចបំណងដែលយើងប៉ងប្រាថ្នាចង់បានអាហ្នឹងវាកើតទុកអញ្ចឹងហើយយើងត្រូវត្រៀមចិត្តថាអ្វីៗនៅក្នុងโลกនេះមិនមែនថាបានមកដល់ដៃយើងហើយវាថិតថេរនៅជាមួយយើងរហូតទេអត់ទេទោះបីបានមកជាគូជីវិតជាមួយយើងនឹងក៏ដោយអូយស្រឡាញ់ណាគាត់ឃើញគាត់ល្អជួនកាលបានគ្នាមិនបានប្រមាណហ្នឹងក៏អស់ជីវិតទៅបានគ្នាមិនបានប្រមាណហ្នឹងក៏ចែកផ្លូវគ្នាទៅបានតែមកគ្រាបានតែមកគណៈអញ្ចឹងទៅអញ្ចឹងអ្វីយើងខ្លួនឯងហ្នឹងក៏ត្រូវចេះត្រៀមចិត្តសម្រាប់ខ្លួនឯងថាបើស្រឡាញ់ខ្លាំងប៉ុណ្ណាតែទៅថ្ងៃមុខបន្តិចទៅអាចនឹងប្រត់អាចនឹងបែកអាចនឹងចាក់ចេញពីគ្នាហ្នឹងវាជាធម្មតាសម្រាប់សត្វលោកនេះអញ្ចឹងមិនមានអ្វីថិតថេរទេ